បាទសួស្តីដល់អ្នកទាំងអស់គ្នាឥឡូវយើងមកមើលលំហាត់ limit របស់យើងគឺ limit x ខិតទៅរកដក3ឬនៃ x ការ៉េដក9ចែកជាមួយនឹង 2x ការ៉េបូក 7x បូក3អញ្ចឹងយើងមើល limit របស់យើងគឺរៀងមិនកំណត់0លើ0ពេលយើងជំនួយតម្លៃលេខទៅអញ្ចឹងរៀងមិនកំណត់0លើ0ចឹងយើងអាចសេបានស្មើ limit x ខិតទៅរកដក3ឬនៃអញ្ចឹងកន្លែងនេះយើងដោយសារ x ការ៉េដក9អញ្ចឹងកន្លែងនេះយើងអាចសេបានរួមមុនa ការ៉េដក b ការ៉េដោយសារ9យើងអាចសេបាន3ការ៉េអញ្ចឹងយើងអាចសេបាន x ដក3កតាមួយនឹង x បូក3អញ្ចឹងខាងក្រោមយើងអាចសេបាន 2x ការ៉េបូក 6x បូក x បូក3ដោយសារកន្លែងនេះយើងអាចចេញវិញបូកទៅឃើញ 7x វិញកន្លែងហ្នឹងយើងប្របែកតួកដាលអញ្ចឹងយើងអាចបានអញ្ចឹងឬក៏យើងអាចចែកពហុធាតុមួយនឹង x បូក3មកយើងឃើញប៉ុណ្ណឹងអាចចែកអញ្ចឹងស្មើ limit x ខិតទៅរកដក3ឬនៃ x ដក3កតាមួយនឹង x បូក3ចែកជាមួយនឹងកន្លែងនេះយើងទាញ 2x ជាកតានៅសល់ x បូក3បូកមួយនឹង x បូក3អញ្ចឹងស្មើ limit x ខិតទៅរកដក3ឬនៃ x ដក3កតាមួយនឹង x បូក3អញ្ចឹងខាងក្រោមយើងអាចទាញ x បូក3ជាកតាអញ្ចឹងនៅសល់ 2x បូក1អញ្ចឹងកន្លែងនេះយើងសម្រួល x បូក3ចោលទៅអញ្ចឹងនៅសល់ limit x ខិតទៅរកដក3ឬការ៉េនៃ x ដក3ចែកមួយនឹង 2x បូក1អញ្ចឹងយើងជំនួសដក3ចូលមកឬនៃដក3ដក3ទៀតព្រោះកន្លែង x ហ្នឹងយើងជំនួសដោយដក3អញ្ចឹង2គុណជាមួយនឹងដក3បូក1អញ្ចឹងឃើញឬនៃដក6លើអញ្ចឹងកន្លែងនេះឃើញដក6ដក6បូក1ឃើញដក5អញ្ចឹងឬ6លើឬ5អញ្ចឹងដើម្បីបំបត្តិ radical យើងគុណនឹងឬ5មកអញ្ចឹងខាងលើគុណឬ5ដែរអញ្ចឹងយើងឃើញឬ30ចែកជាមួយនឹង5នេះជាចម្លើយរបស់យើងតើតើនឹង limit ហ្នឹង